ที่ខ្ញុំបាទឈ្មោះបានអិនជាអាចារ្យបង្រៀនធម្មវិន័យនៅវត្តឧត្តមពររាំងសីលវាទេណានៅឃុំលវាស្រុកព្រៃឈរខេត្តកំពង់ចាមហើយសូមសួរលោកគ្រូសូមលោកគ្រូមេត្តាបញ្ជិលបកស្រាយពាក្យថាសង្ខារធម៌និងសង្កតធម៌មានន័យដូចគ្នាឬមួយផ្សេងគ្នាបើដូចគ្នាហេតុម្ដេចក៏មាននាមសត្វខុសគ្នាបើផ្សេងគ្នាតើមានន័យយ៉ាងណាហើយសូមលោកគ្រូមេត្តាបកស្រាយចំពោះសង្ខារធម៌និងសង្កតធម៌នេះប្រមូលអង្គធម៌មកគឺដូចគ្នាទៀតណាគឺបានសេចក្តីថាជាបរមត្តធម៌ទាំងអស់ក្រៅតែពីព្រះនិព្វានចេញណាទៀតព្រះនិព្វានហ្នឹងឈ្មោះថាវិសង្ខារធម៌នឹងហើយនឹងអសង្កតធម៌នឹងព្រះនិព្វានហើយបរមត្តធម៌ចិត្តចេតសិករូបនោះគឺជាសង្ខារធម៌និងជាសង្កតធម៌ប៉ុន្តែជាញ្ញៈនឹងខុសគ្នាក៏ទៅតាមឃ្លាដែលត្រូវប្រើប្រាស់ណាឃ្លាប្រយោគដែលត្រូវប្រើប្រាស់ហើយនឹងក្នុងការដែលត្រូវលើកយកអង្គធម៌មកប្រើមកសម្ដែងព្រោះសង្ខារធម៌ហ្នឹងគឺមានការប្រើប្រាស់បាននៅក្នុងន័យច្រើនយ៉ាងឧទាហរណ៍ថាចំពោះចេតនាកម្មដែលជាកម្មវត្តៈប្រព្រឹត្តទៅដើម្បីតាក់តែងភពជាតិកំណើតគឺថាជាការតាក់តែងដល់ក្រៃលែងដោយអំណាចកម្មទេមានឈ្មោះថាអភិសង្ខារអានេះមានការប្រើប្រាស់ក្នុងន័យដែលជាបច្ច័យគឺការតាក់តែងសភាវៈណាដែលមានការតាក់តែងនៅសត្វលោកគឺនាមរូបឲ្យកើតឡើងនោះណាទៀតភាវៈនោះឈ្មោះថាសង្ខារចឹងដូចជានៅក្នុងសង្ខារខណ្ឌអីចឹងគឺថាខណ្ឌហ្នឹងគឺសង្ខារវាមានការតាក់តែងនៅចិត្តហ្នឹងយ៉ាងណាហ្នឹងក៏ឈ្មោះថាជាសង្ខារខណ្ឌហើយចំណែកសង្ខារធម៌គឺបញ្ចខណ្ឌទាំងអស់ហ្នឹងហើយដែលមិនទៀងជាទុក្ខជាអនត្តានឹងឯចំណែកសង្កតធម៌ជាការសម្ដែងបញ្ជាក់ដល់ធម៌ដែលមានបច្ច័យប្រជុំតាក់តែងនឹងតាក់តែងហើយណានឹងគឺបានកើតឡើងហើយព្រោះអាស្រ័យបច្ច័យប្រជុំតាក់តែងពាក្យថាប្រជុំតាក់តែងហ្នឹងគឺបានន័យថាមិនមែនបច្ច័យតែមួយទេនឹងវាមានបច្ច័យច្រើនប្រជុំគ្នាហើយតាក់តែងនៅធัวដែលជាសង្កតៈហ្នឹងហើយបើតាមបាលីក៏មិនជាខុសគ្នាអីច្រើនអាហ្នឹងបើតាមបាលីដែលលោកអ្នកចេះបាលីលោកបានជ្រាបលោកបានចេះដឹងហ្នឹងអាហ្នឹងវាមានធាតុករៈទៀតករៈដូចគ្នាហ្នឹងគឺជាការធ្វើជាការតាក់តែងជាការតុបតែងជាការសាងបង្កើតឡើងនៅចិត្តចេតសិករូបហ្នឹងគឺជាសង្ខារធម៌ឬថាជាសង្កតធម៌អាហ្នឹងវាករៈហ្នឹងវាទៅជាខរៈណាចឹងបានទៅជាសង្ខារនោះហើយសង្កតៈហ្នឹងករៈបូកនឹងតៈមួយទៀតទៅបានដីថាជាការតាក់តែងហើយអាហ្នឹងបាលីហ្នឹងគ្រាន់តែសម្ដែងអញ្ចឹងទេហើយខ្ញុំមិនឆ្លាតឆ្លៀសអីក្នុងបាលីប៉ុន្តែគ្រាន់តែជំរាបអំពីរឿងអង្គធម៌គឺដូចគ្នាទេដែលមានបច្ច័យប្រជុំតាក់តែងដូចគ្នាណាគ្រាន់តែពាក្យថាសង្ខារធម៌ហ្នឹងគឺបានសេចក្តីថាក្នុងការប្រើប្រាស់ហ្នឹងច្រើនយ៉ាងគឺអាចដកយកនៅអង្គធម៌ឯណានិមួយដើម្បីទៅប្រើក្នុងន័យដែលជាបច្ច័យដូចជាចេតនាដែលប្រទៅជាកាយសង្ខារជាវិច័យសង្ខារជាចិត្តសង្ខារហ្នឹងគឺចេតនាដែលមានការតាក់តែងនៅផលវិបាកនោះគឺជាការតាក់តែងដល់ក្រៃលែងពីព្រោះសំបីកន្លងទៅ
ជាអតីតនឹងច្រើនជាតិកំណើតហើយយ៉ាងណាប៉ុន្តែវាអាចតាក់តែងផលវិបាកឲ្យកើតឡើងនោះអាហ្នឹងគឺឈ្មោះថាសង្ខារគឺការតាក់តែងសង្ខារធัวហ្នឹងធัวហ្នឹងគឺសង្ខារបានដល់ការតាក់តែងអ្វីទាំងឡាយទាំងពួងប៉ុន្តែមិនមែនមានតែចេតនាប៉ុណ្ណឹងទេដែលឈ្មោះថាជាសង្ខារធัวនោះណាបរមត្តធัวទាំងអស់នឹងឯងព្រោះម្យ៉ាងក្នុងនេះដែលខ្លួនឯងនឹងឯងវាមានការតាក់តែងដោយបច្ច័យហ្នឹងបរមត្តធัวខ្លួនឯងហ្នឹងដែលវាមានការតាក់តែងពីបច្ច័យមកហ្នឹងឈ្មោះថាជាសង្ខារធัวទៅដូចជាសង្កតធัวដែរដែលមានបច្ច័យប្រជុំតាក់តែងហើយនោះនឹងកើតឡើងទៅដោយបច្ច័យដែលប្រជុំតាក់តែងហ្នឹងគ្រាន់តែក្នុងន័យប៉ុណ្ណឹងទេណាហើយបើចង់បានជ្រាបច្បាស់ទៅទៀតគ្រាន់តែពិគ្រោះជាមួយលោកអ្នកចេះបល័យណាទេដែលលោកពិនិត្យពិចារណាទៅតាមណាជាជាអ្នកហ្នឹងទៅហើយបល័យហ្នឹងចេញនៃយ៉ាងម៉េចប៉ុន្តែខ្ញុំគ្រាន់តែជូនអង្គធัวប៉ុណ្ណឹងទេដែលផ្ទុយអំពីព្រះនិព្វានជាវិសង្ខារគឺអត់មានការតាក់តែងអីទេនៅក្នុងព្រះនិព្វានហ្នឹងនោះនឹងព្រោះព្រះនិព្វានជាអបច្ចយាធម្មាអញ្ចឹងទៅជាវិសង្ខារក្នុងព្រះនិព្វានជាអសង្កតាធម្មាពុទ្ធធัวហ្នឹងអត់មានបច្ច័យប្រជុំតាក់តែងហ្នឹងហើយបរមត្តធัว3ទៀតផ្ទុយពីព្រះនិព្វានជាសង្ខារធัวនឹងជាសង្កតធัวទាំងលោកយៈទាំងលោកតរៈណា